អូហូធំណាស់មែនអ្នកនាងម្ចាស់ទុកវ៉ាលីឲ្យខ្ញុំចុះលោកម្ចាស់និងអ្នកស្រីរងចាំអ្នកនាងយូរហើយធ្វើម៉េចទៅប្តីបងស្រីត្រឡប់មកវិញហើយអីចឹងកូនគួរតែចេញទៅហើយនេះគឺជាអូរងត្រូវបានអ្នកចិញ្ចឹមអស់18ឆ្នាំហើយបងប្រុសទាំងពីរនាក់ក៏បានផ្ដល់ក្តីស្រឡាញ់អស់18ឆ្នាំសេចក្តីល្អក្នុងរយៈពេល18ឆ្នាំនេះជ្រាមិនហ៊ានបំភ្លេចទេសង្ឃឹមថាថ្ងៃក្រោយអាចត្រឡប់មកសួរសុខទុក្ខអ្នកទាំងអស់គ្នាវិញមិនបានទេដូចដែលប្អូននិយាយអញ្ចឹងប្អូនរស់នៅក្នុងផ្ទះយើងអស់18ឆ្នាំហើយប្អូនដូចជាប្អូនស្រីបង្កើតអីចឹងម្យ៉ាងទៀតបើទោះជាត្រូវចេញទៅក៏ដោយក៏គួរតែជាក្មេងស្រីអវាស័យនោះដែរដែលត្រូវចេញទៅហើយអ្នកប្រកាសជាបងស្រីហើយមែនទេសុំទោសវាមិនមែនខ្ញុំចង់មកជំនួសកន្លែងបងទេវាមិនមែនជាកំហុសរបស់ខ្ញុំទេខ្ញុំដឹងហើយកូនស្រីខ្លាញ់ដូចជាខ្ញុំមិនសមនឹងនៅក្នុងផ្ទះនេះទេខ្ញុំនឹងទៅរស់នៅយ៉ាងលំបាកដើម្បីសុំទោសបងស្រីលោកពូយំដល់ថ្នាក់នេះទៅហើយនៅឈរមើលហើយគាត់យំវាពាក់ព័ន្ធអីនឹងខ្ញុំឬក៏ចង់ឲ្យខ្ញុំប្រដៅបន្តិចអ្នកទើបតែមកវិញបានមួយថ្ងៃសោះយំដឹងតែពីយំផ្ទះនេះបែកបាក់អស់ក៏ដោយសារតែការយំរបស់អ្នកដែរអ្នកហ៊ានវាខ្ញុំផងអ្នកកំពុងធ្វើអីហ្នឹងស៊ីវរ៉ូមិនអីទេមែនទេជួយមើលប៉ាម៉ាក់ផងបងធំបងទី2បងស្រីមើលទៅដូចជាមិនសូវចូលចិត្តខ្ញុំទេខ្ញុំទៅវិញល្អជាងពួកគាត់ប៉ាម៉ាក់សំបីតែចង់រាមដៃស៊ីវរ៉ុងក៏ពួកគាត់មិនដាច់ចិត្តប៉ាផងចុះមិនក៏អញហ៊ានវីនាងឬមួយខ្ញុំយកខុសពួកគាត់មិនមែនឲ្យខ្ញុំមកអប់រំក្មេងទេតែគឺអញពិតជាចង់ទៅមែនហេគឺខ្ញុំទេដែលគួរតែទៅខ្ញុំគួរតែសងតំណែងរបស់ឈៀនជូនឲ្យអញវិញកុំបារម្ភអីថ្ងៃនេះមានខ្ញុំនៅទីនេះហើយបើអញចង់ទៅគ្មានអ្នកណាខាត់អញបានទេជាថ្ងៃដែលបានជួយអ្នកដទៃដោយរីករាយទៀតហើយសាច់ឈាមរបស់ខ្ញុំអូសាច់ឈាមខោរងរស់នៅក្នុងផ្ទះនេះអស់18ឆ្នាំហើយតើអ្នកមានសិទ្ធិអីមកដេញនាងចេញតើខ្ញុំជាចំណែកមួយនៃគ្រួសារនេះមែនទេឯងគឺជាកូនស្រីរបស់ខ្ញុំស៊ូហ្សាមីងពិតណាស់ឯងជាចំណែកមួយនៃគ្រួសារសូត្រូវហើយខ្ញុំជាកូនបង្កើតហើយអាម្នាក់ឈ្មោះរងអីនឹងមកជ្រកកោន18ឆ្នាំហើយម្ចាស់ផ្ទះជូនភ្ញៀវចេញសំហេតុផលតែទោះជាកូនបង្កើតក៏យ៉ាងម៉េចនៅក្នុងចិត្តរបស់ខ្ញុំនិងបងប្រុសធំនាងគឺជាប្អូនស្រីតែម្នាក់គត់មីក្មេងស្រីមកពីណាមិនដឹងហ៊ានបណ្ដេញនាងចេញផង